ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាបងប្អូនទាយមើលថាថ្ងៃនេះនេះខ្ញុំមកធ្វើអីបាទបងប្អូនទាយត្រូវឲ្យមកជួយភ្លក់ម្ហូបមុខម្ហូបនេះហឹរជូរប៉ុន្តែរសជាតិឆ្ងាញ់ចឹងកុំឲ្យខាតពេលយូរថ្ងៃនេះមកធ្វើភ្លាសាច់គោជាមួយនឹងខ្ញុំទាំងអស់គ្នាជាដំបូងនេះខ្ញុំមានសាច់គោចំនួន1ខាំកន្លះហាន់ជាចំណិតស្ដើងចំពោះបន្លែមានដូចជាសណ្តែកគួរការ៉ុតស្ពៃក្តៅពណ៌ស្វាយម្ទេសផ្លោកពណ៌លឿងម្ទេសផ្លោកពណ៌ក្រហមខ្ទឹមបារាំងមានម្ទេសមានខ្ទឹមសខ្ទឹមក្រហមរំដេងស្លឹកក្រូចគល់លក្រីដែលបានហាន់ជាចំណងស្ដើងចំពោះជីមានជីរណាជីក្រហមជីអង្កាមជីថ្ពាល់ត្រីឥឡូវនេះជាដំបូងនេះខ្ញុំយកសាច់គោមកច្របាច់ជាមួយនឹងក្រូចឆ្មាសិនឲ្យសាច់គោរបស់យើងឆ្អិនសាច់ច្របាច់ហើយនឹងខ្ញុំទុករយៈពេល10នាទីយើងមកបុកជាមួយនឹងគ្រឿងរបស់យើងមានអីទេមានរំដេងបងប្អូនទាំងអស់គ្នានឹងខ្ញុំមកបុកជាមួយរំដេងឲ្យម៉ត់សិនដើម្បីដាក់លើសាច់គោបន្ទាប់មកយើងច្របាច់រំដេងជាមួយសាច់គោឲ្យចូលគ្នាបានល្អយើងធ្វើអញ្ចឹងកុំឲ្យសាច់គោរបស់យើងឆ្អាបហើយកុំឲ្យសាច់គោរបស់យើងនៅស្រស់ពេកឥឡូវនេះឃើញថាយើងច្របាច់រួចរាល់ហើយនេះខ្ញុំទុកសិនយើងមកបុកជាមួយនឹងម្ទេសមានខ្ទឹមសខ្ទឹមក្រហមបុកឲ្យម៉ត់ចូលគ្នាមកបងប្អូនទាំងអស់គ្នាកាន់តែម៉ត់កាន់តែល្អឥឡូវនេះគ្រឿងរបស់យើងម៉ត់ហើយនេះខ្ញុំបានយកទឹកក្តៅដាំពុះមកចាក់ជាមួយនឹងប្រហុករបស់យើងនេះខ្ញុំយក1ស្លាបព្រាបាយប្រហុកនេះខ្ញុំយកប្រហុកសាច់ដែលចិញ្ច្រាំរួចហើយយើងយកទៅដាក់លើភ្លើងឲ្យក្តៅពុះម្ដងទៀតពេលដាក់លើភ្លើងយើងកូរចាំបងប្អូនទាំងអស់គ្នារួចហើយនេះខ្ញុំថែមជាមួយនឹងម្សៅស៊ុបជិតកន្លះស្លាបព្រាបាយស្ករក្រហមកន្លះស្លាបព្រាបាយទឹកត្រី1ស្លាបព្រាបាយពោះទឹកត្រីបងប្អូនមុននឹងថែមភ្លក់សិនណាខ្លាចប្រហុករបស់យើងប្រែជ្រុលបកដាក់គ្រឿងដែលយើងបានបុកអំបិលមិញចូលកូរឲ្យចូលសព្វជាតិគ្នាល្អច្របាច់ជាមួយនឹងក្រូចឆ្មាចំនួន 4-5 ចំណិតតាមចំណង់ចំណូលចិត្តបងប្អូនចូលចិត្តជូរប៉ុណ្ណាច្របាច់ប៉ុណ្ណឹងមកឃើញថាទឹកប្រហុករបស់យើងរួចរាល់ហើយកលេចមកមើលសាច់គោរបស់យើងវិញនេះខ្ញុំដាក់ស្លឹកក្រូចដែលបានហាន់ចំណិតទុយរួចហើយគល់លក្រីដែលយើងបានហាន់ទុយដូចគ្នាពីលើសាច់គោរួចហើយដាក់ទឹកប្រហុកដែលយើងបានលាយបាញ់មិញចូលច្របាច់សាច់គោឲ្យចូលសព្វជាតិគ្នាជាមួយនឹងទឹកប្រហុកយើងច្របាច់ឲ្យចូលសព្វជាតិគ្នាល្អហើយមិនយើងដាក់បន្លែចូលអញ្ចឹងបន្លែរបស់យើងមានអីខ្លះយើងដាក់មកបន្ទាប់ពីដាក់បន្លែចូលហើយយើងកុំច្របាច់ខ្លាំងពេកខ្លាចបន្លែរបស់យើងទុះយើងគ្រាន់តែច្របល់តិចបានហើយរួចហើយនេះខ្ញុំដាក់ជីចូលអញ្ចឹងជីមានប្រហែលមុខហ្នឹងនេះខ្ញុំដាក់ជីចូលហើយយើងគ្រាន់តែច្របល់តិចដើម្បីឲ្យជីចូលជាតិជាមួយនឹងគ្រឿងរួចជាការស្រេចនេះខ្ញុំដាក់ជាមួយនឹងស្រាយដីចូលនេះបងអូនរួចរាល់ហើយចាប់ដាក់ចានមួយមកគឺថាសម្រាប់មកគេអែមតែម្ដងយើងបានបន្ថែមម្ទេស 2-3 ចំណិតពីលើទៀតមកគឺថាតាក់ទាញមែនតើហើយរសជាតិគឺថាឆ្ងាញ់មែនតើភ្លាសាច់គោញ៉ាំជាមួយបាយក៏ឆ្ងាញ់សម្រាប់អ្នកខ្លែមដែលគាត់ចូលចិត្តខ្លែមក៏ឆ្ងាញ់ដែរបងអូនទាំងអស់គ្នាអើយគ្រាន់តែមើលក៏ដឹងដែរនេះខ្ញុំធានាថារសជាតិគឺថាឆ្ងាញ់មែនតើបើសិនជាបងប្អូនទាំងអស់គ្នាបានមកភ្លក់ស្នាដៃរបស់នាងខ្ញុំធានាថាកប់សេរីហ្មងបងប្អូនអាចសាកធ្វើញ៉ាំបានចំពោះភ្លាសាច់គោនេះគឺលឿនទេគាត់ថាបងប្អូនចូលចិត្តបន្លែបងប្អូនដាក់បន្លែនឹងមកអរគុណបងប្អូនដែលបានតាមដានវីដេអូនេះខ្ញុំតាំងពីដើមរហូតដល់ចប់